នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃមនុស្សជាច្រើនតែងមានអារម្មណ៍ខ្លាចថាអ្នកដទៃមិនចូលចិត្តខ្លួនការភ័យខ្លាចបែបនេះធ្វើឲ្យយើងមិនហ៊ាននិយាយមិនហ៊ានបង្ហាញគំនិតនិងព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នាប៉ុន្តែការរស់នៅដោយខ្លាចការវាយតម្លៃពីអ្នកដទៃពេកអាចធ្វើឲ្យយើងបាត់បង់ភាពម្ចាស់ការលើខ្លួនឯងនិងរស់នៅដោយគ្មានសេចក្តីសុខមូលហេតុដែលមនុស្សខ្លាចអ្នកដទៃមិនចូលចិត្ត 1. ខ្លាចការរិះគន់ឬការមើលងាយពីអ្នកដទៃ 2. ខ្វះទំនុកចិត្តលើខ្លួនឯង 3. ចង់ឲ្យគេទទួលស្គាល់និងស្រឡាញ់ខ្លួន 4. ចូលចិត្តប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃ 5. ជាចុងក្រោយគឺជាអ្នកដែលធ្លាប់ធ្វើអាក្រក់ពីមុនមកមនុស្សមួយចំនួនព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យគេចូលចិត្តទោះបីជាវាធ្វើឲ្យខ្លួនឯងពិបាកក៏ដោយតើការខ្លាចពេកមានផលអាក្រក់អ្វីខ្លះ 1. បាត់បង់ភាពជាម្ចាស់ការលើខ្លួនឯង 2. មិនហ៊ានសម្រេចចិត្តទេទោះជារឿងនោះតូចក៏ដោយ 3. មានសម្ពាធផ្លូវចិត្តនិងអារម្មណ៍តានតឹងខ្លាំងច្រណែនពេលឃើញគេល្អជាងខ្លួន 5. ងាយបាក់ទឹកចិត្ត 6. រស់នៅដើម្បីតែផ្គាប់ចិត្តអ្នកដទៃជានិច្ចឧទាហរណ៍មនុស្សខ្លះចង់និយាយគំនិតល្អមួយនៅក្នុងថ្នាក់ឬនៅកន្លែងធ្វើការប៉ុន្តែខ្លាចគេមិនពេញចិត្តទើបនៅស្ងៀមហើយបាត់បង់ឱកាសល្អសម្រាប់ខ្លួនឯងតើយើងគួរធ្វើដូចម្តេចដើម្បីដោះស្រាយរឿងទាំងអស់នេះករៀនទទួលស្គាល់ខ្លួនឯងគ្មាននរណាម្នាក់អាចធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តយើងបានទាំងអស់នោះទេមនុស្សម្នាក់មានគំនិតហើយនឹងចិត្តខុសៗគ្នាខបង្កើតទំនុកចិត្តលើខ្លួនឯងត្រូវជឿជាក់លើសមត្ថភាពនិងតម្លៃរបស់ខ្លួនកុំឲ្យពាក្យសម្ដីរបស់គេមកកំណត់ជីវិតរបស់យើងបាន 4. ធ្វើល្អនិងស្មោះត្រង់បើយើងមានអាកប្បកិរិយាល្អសុភាពរាបសារនិងស្មោះត្រង់នោះវាគ្រប់គ្រាន់ហើយសម្រាប់ជីវិតរបស់យើងមិនចាំបាច់ទៅខ្វល់ខ្វាយពីរឿងអ្នកដទៃគេសើចចំអកឬក៏និយាយទៅខ្លាចខុសខ្លាចគេនឹងថាខ្លួនឯងអស្ចារ្យថាខ្លួនឯងនឹងអន់នោះទេបាទខជ្រើសរើសការរស់នៅដោយសុខចិត្តកុំរស់នៅដើម្បីផ្គាប់ចិត្តមនុស្សគ្រប់គ្នាព្រោះវាមិនអាចទៅរួចទេយើងដឹងហើយថាមនុស្ស10ចិត្ត10ដូច្នេះយើងធ្វើអ្វីដែលខ្លួនអាចធ្វើបានហើយវាមានតម្លៃដែលយើងយល់ថារឿងនេះការងារនេះយើងធ្វើទៅគឺវាមានតម្លៃសម្រាប់មនុស្សគ្រប់គ្នានិងសង្គមហើយវាផ្ដល់ផលប្រយោជន៍សម្រាប់ខ្លួនឯងនោះយើងសម្រេចចិត្តនិយាយឬក៏ធ្វើទៅសរុបសេចក្តីមកវិញការខ្លាចថាអ្នកដទៃមិនចូលចិត្តយើងគឺជារឿងធម្មតាប៉ុន្តែបើយើងខ្លាចពេកវានឹងធ្វើឲ្យជីវិតគ្មានសេរីភាពនិងគ្មានសុភមង្គលទេដូច្នេះយើងគួររៀនស្រឡាញ់ខ្លួនឯងជឿជាក់លើខ្លួនឯងនិងរស់នៅដោយធ្វើល្អតាមសមត្ថភាពទោះមិនមែនគ្រប់គ្នាចូលចិត្តយើងក៏ដោយក៏យើងនៅតែអាចរស់នៅដោយមានតម្លៃនិងសេចក្តីថ្លៃថ្នូរបានដែរ